សូមគោរពជំរាបសួរបងប្អូនអ្នកគ្នាជាទីគោរពស្រឡាញ់បាទមួយរយៈពេលចុងក្រោយនេះបាទពួកយើងអ្នកគ្នាសហការគ្នាបានល្អមែនទែននៅពេលវេលាមួយដែលយើងបេហេកាមិនប្រើប្រាស់តំណែងចោលសៀមទាំងឡាយដែលមាននៅលើទីផ្សារបាទទាំងបងប្អូននៅក្រៅស្រុកនិងបងប្អូននៅក្នុងស្រុកបាទពេលនេះគឺយើងសហការគ្នាបានល្អមែនទែនព្រោះលទ្ធផលបានបង្ហាញយើងជារៀងរាល់ថ្ងៃហើយបាទសេដ្ឋកិច្ចចោលសៀមឥឡូវនេះកំពុងតែដាំក្បាលចុះជាកំហុកបាទហើយប្រជាជនវានឹងគឺចាប់ផ្ដើមរើរឿងនាយករដ្ឋមន្ត្រីវាជារៀងរាល់ថ្ងៃបាទបដកម្មដើម្បីឲ្យនាយករដ្ឋមន្ត្រីខូចការនឹងរកទីផ្សារឲ្យពួកគាត់បាទព្រោះនៅតាមបណ្ដាប្រទេសផ្សេងៗគេមិនឲ្យតំណែងរបស់សៀមនេះចូលទៅទឹកដីរបស់គេទេបាទព្រោះមានគីមីច្រើនបាទអញ្ចឹងទេពួកយើងទាំងអស់គ្នានៅតែបន្តពហិការរាល់តំណែងចោលសៀមទាំងឡាយបន្តទៀតបាទហើយក៏សូមអំពាវនាវទៅដល់អ្នកដែលនៅតែបន្តអនុញ្ញាតអ្នកនៅតែបន្តនាំចូលនិងអ្នកនៅតែបន្តប្រើប្រាស់តំណែងចោលសៀមទាំងឡាយបាទនៅតែគ្រប់គ្រងតំណែងចោលសៀមបាទមានតែមួយចំនួនតូចទេអ្នកទាំងអស់នេះបាទនៅក្នុងគណៈពេលនេះគួរតែបើកចិត្តបើកបេះដូងស្រឡាញ់ជាតិស្រឡាញ់មាតុភូមិខ្លះផងទៅបងប្អូនមានឃើញទេបលាលួសវារុញមកដល់ណាដល់ណីហើយបាទអញ្ចឹងទេសូមបងប្អូនទាំងគ្នាមេត្តាបើកចិត្តបើកបេះដូងបាទស្រឡាញ់ជាតិស្រឡាញ់មាតុភូមិយើងទៅបាទព្រោះតំណែងរបស់វាទាំងអស់នេះគឺបានប្រឡាក់នៅរាល់ការឈឺចាប់របស់ប្រជាជនខ្មែរយើងច្រើនណាស់ច្រើនចំនួននិងច្រើនលើកមកហើយបាទអញ្ចឹងគួរតែបញ្ឈប់ទៅបាទអាណិតដល់បងវីរៈកងទ័ពយើងរាល់ថ្ងៃនេះនៅតាមព្រំដែនឃ្លាតទាំងគ្រួសារឃ្លាតទាំងកូនប្រពន្ធបាទដើម្បីទៅការពារទឹកដីមួយនេះចោះយើងគ្រាន់តែពហិការកុំប្រើប្រាស់កុំនាំចូលហើយនឹងកុំអនុញ្ញាតតំណែងដែលឈឺចាប់ទាំងអស់នេះយើងធ្វើមិនបានឬក៏យ៉ាងម៉េចបាទខ្ញុំជឿថាមានតែបន្តិចបន្តួចទេបាទអញ្ចឹងទេសូមបងប្អូនពិចារណាហើយគិតមើលទៅថាគួរលក់តំណែងដែលឈឺចាប់នេះបន្តទៅទៀតឬក៏យ៉ាងណាបាទអ្នកនាំចូលក៏ដូចគ្នាបាទសូមមេត្តាចេះស្រឡាញ់ជាតិស្រឡាញ់មាតុភូមិខ្លះផងទៅបាទមើលបលាលួសវារុញដល់ណាដល់ណីហើយបាទពួកវាមិនចោលមហិច្ឆតាចង់បានទឹកដីរបស់យើងទេអញ្ចឹងយើងបើកបេះដូងបើកចិត្តខ្លះទៅបាទចេះឈឺចាប់ចេះស្រឡាញ់ជាតិចេះស្រឡាញ់ទឹកដីផងទៅបាទហ្នឹងហើយបងប្អូនទាំងគ្នាអញ្ចឹងពួកយើងត្រូវតែបន្តបេហិការតំណែងចោលសៀមបន្តទៀតតំណែងចោលសៀមដែលមាននៅលើទីផ្សារមិនថាចាស់ឬក៏ថ្មីទេបាទយើងកុំប្រើប្រាស់យើងកុំទិញរបស់ចោលសៀមដាក់នៅក្នុងផ្ទះបាទព្រោះតំណែងអស់នេះវាបានភ្ជាប់នឹងការជឿចាប់របស់មនុស្សជាច្រើនបាទចឹងកុំបន្តในការនាំចូលកុំបន្តប្រើប្រាស់បាទសូមអរគុណ